ជំរាបសួរបងប្អូនទាំងអស់គ្នាអរគុណណាស់ឥឡូវនេះយើងទាំង3នាក់បាទគឺកំពុងតែនៅពហុកេឡដ្ឋានជាតិមរតកដៃជោនៅសាលដំរីយើងមានការប្រកួតរ៉ូប៊ូតខនបាទគឺយើងត្រៀមប្រកួតថ្ងៃស្អែកទេណោះបាទឥឡូវនេះទស្សនវិជ្ជាខាងក្រៅនេះគឺបងប្អូនគេថាកីឡាករចុះគាត់កំពុងតែធ្វើការซ้อมត្រៀមជាមួយការប្រកួតស្អែកហើយយើងមាន MC យើង4នាក់តែ MC យើងម្នាក់ជាប់កាន់កាមេរ៉ាមើលកញ្ញាសីស្រស់មានអីបង្ហាញចំណាប់អារម្មណ៍ទៅបងប្អូនយើងឲ្យគាត់ចូលរួមទស្សនាទាំងអស់គ្នាបាទចាអូយបានមកអញ្ចឹងជំរាបជូនបងប្អូនថ្ងៃស្អែកហ្នឹងយើងនឹងចាប់ផ្ដើមប្រកួតនៅវេលាម៉ោង 1អញ្ចឹងសូមអញ្ជើញបងប្អូនទាំងអស់គ្នាជាពិសេសអ្នកដែលគាត់គ្រប់គ្រងការប្រកួតរ៉ូបូតព្រោះឥឡូវនេះគ្រប់ប្រទេសទាំងអស់មានការអភិវឌ្ឍខ្លាំងមែនទែនទៅលើវិស័យបច្ចេកវិទ្យាអញ្ចឹងហើយប្រទេសកម្ពុជាយើងក៏ដូចគ្នាហើយនេះគឺជាការផ្ដល់ឱកាសដល់យុវជនកម្ពុជារបស់យើងក្នុងការអភិវឌ្ឍទៅលើការអភិវឌ្ឍលើផ្នែកផ្នែកគំនិតនិងការរកអ្វីដែលថ្មីហើយឥឡូវហ្នឹងក្រុមប្រកួតគឺមាន8ក្រុមទៅចាពួកគាត់កំពុងតែซ้อมដើម្បីត្រៀមចូលរួមប្រកួតនៅថ្ងៃស្អែកបាទដៃគូពិធីករអធិប្បាយបច្ចេកទេសមួយទៀតមានអីមកប្រាប់បងប្អូនយើងមើលបាទជំរាបជូនថានៅក្នុងឆ្នាំនេះគឺជាវិញ្ញាសារបស់ខាងម៉ុងហ្គូលីកាលពីឆ្នាំ2023យើងធ្វើជាម្ចាស់ផ្ទះដែលវិញ្ញាសារបស់យើងគឺបាច់ការលើប្រាសាទអង្គរវត្តហើយឆ្នាំ2024វិញ្ញាសារបស់ខាងវៀតណាមគាត់ជាម្ចាស់ផ្ទះគាត់រៀបចំតាក់ទងជាមួយនឹងការប្រមូលទិន្នផលស្រូវឆ្នាំនេះប្លែកគឺយើងមកខាងម៉ុងហ្គូលីវិញម្ដងដោយវិញ្ញាសារបស់ខាងគាត់នឹងគឺតាក់ទងជាមួយនឹងវាយ basketball ពីព្រោះថាជាកីឡាមួយដែលជាការចាប់អារម្មណ៍យ៉ាងខ្លាំងនៅសម្រាប់យុវវ័យនៅក្នុងប្រទេសរបស់គាត់នឹងអញ្ចឹងគាត់ក៏បង្កើតតាក់ទងជាមួយនឹងវិញ្ញាសានៅក្នុងឆ្នាំនេះឡើងដើម្បីថាមិនប្រកួតជាមនុស្សទេតែលើកនេះគឺជាការប្រកួត robot ដែល robot ហ្នឹងមានរហូតដល់បាទមួយក្រុមមាន2បាទមានសិទ្ធិនៅក្នុងការបោះផងប៉ាសេផងអញ្ចឹងនឹងមានឈុតឆាកជក់ចិត្តជាច្រើនសម្រាប់បាទពុកម៉ែបងប្អូនទាំងគ្នាអាចអញ្ជើញមកថ្ងៃស្អែកឬទេសនានៅទូរទស្សន៍តកផ្ទាល់តែម្ដងបាទជឿជាក់ថាបងប្អូនយើងអ្នកដែលគាត់គេថា fan របស់កីឡាករដែលត្រៀមប្រកួតជាពិសេសគឺបងប្អូនយើងដែលជាសិស្សនៅតាមសាលាវិទ្យាល័យក៏ច្រើនគាត់ចូលរួមគាត់ប្រកាសជាគ្រប់គ្រងអញ្ចឹងបងប្អូនការចូលរួមទស្សនាគឺមិនមានសមុទ្រទេណោះបាទគឺចូលរួមទស្សនាដោយសេរីហើយបងប្អូននៅឆ្ងាយទស្សនានៅលើកញ្ចក់ទូរទស្សន៍ជាតិឬក៏เพจផ្លូវការទាំងអស់របស់ទូរទស្សន៍ជាតិហើយយើងមានเพจ Robot Con ដែរណោះបាទយើងធ្វើការផ្សាយផ្ទាល់ជូនបងប្អូនអញ្ចឹងកុំភ្លេចអញ្ជើញមកគ្រប់គ្រងទាំងអស់គ្នាបានថានេះគឺយុគសម័យមួយដែលបង្ហាញឲ្យឃើញពីភាពរីកចម្រើនរបស់យុវជនយើងតាក់ទងលើផ្នែក digital អញ្ចឹងក្រៅពី digital យើងផ្នែកផ្សេងៗក៏យើងកំពុងតែអភិវឌ្ឍបន្តដែរអញ្ចឹងតាក់ទងជាមួយ Robot Con នេះគឺយើងនិយាយទៅលើ digital ហើយពួកគាត់បកកែគាត់ឃើញគេថា robot ម៉ាស៊ីនរបស់គាត់បកកែបជាហើយយើងឃើញមិញហ្នឹងគឺបោះបាល់ចូលក៏ត្រប់ពេលណាយើងបោះយ៉ាងដៃបោះអត់ចូលណាពីដល់បោះបាល់ធ្លាប់លេងបាល់បោះហើយធ្លាប់សាក់បោះប៉ុន្តែបោះ3ដងគាត់ចូលអត់បកកែផ្នែកហ្នឹងប៉ុន្តែឥឡូវយើងចាំមើលថ្ងៃស្អែក robot អ្នកបោះប៉ុន្តែ robot អ្នកបោះហ្នឹងគឺមនុស្សអ្នកបជាយើងចាំមើលថាតើរវាង robot បោះហើយនិងមនុស្សបោះមួយណាបកកែជាងច្បាស់ជាងប៉ុន្តែខ្ញុំជឿថាមនុស្សប្រកាសជាបកកែជាងព្រោះមនុស្សជាអ្នកផលិត robot ចាមានអីទៀតទេមានបាទអត់មានអីទេតែសូមអញ្ជើញពុកម៉ែបងប្អូនទាំងគ្នាមកចូលរួមនៅថ្ងៃស្អែកគ្រប់គ្រងយុវជនរបស់យើងជាពិសេសបងប្អូននៅតាមសាកលវិទ្យាល័យនានាដើម្បីឲ្យគាត់មានទឹកចិត្តជាពិសេសក្រុមដែលឈ្នះគឺនឹងតំណាងឲ្យប្រទេសកម្ពុជាទៅកាន់ប្រទេសម៉ុងហ្គូលីដើម្បីធ្វើការប្រកួតតំណាងឲ្យប្រទេសរបស់យើងផងដែរបាទអរគុណអញ្ចឹងចង់ដឹងថាការប្រកួតអស្ចារ្យបែបណាហើយកីឡាករមកពីសាកលវិទ្យាល័យក្រុមណាគាត់ទទួលបានជ័យលាភីកុំភ្លេចស្អែកអញ្ជើញមកគ្រប់គ្រងទាំងអស់គ្នាឬក៏អាចទស្សនានៅលើកញ្ចក់ទូរទស្សន៍ជាតិនិងเพจផ្លូវការទាំងអស់របស់ទូរទស្សន៍ជាតិអរគុណច្រើនហើយនៅក្នុងវីដេអូនេះកុំភ្លេច share ម្នាក់មួយផងឲ្យខ្ញុំនឹងបង្ហាញទស្សនវិជ្ជារួមសម្រាប់ថ្ងៃសមនេះជូនបងប្អូនបានឃើញអរគុណជំរាបលា